សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនអើយនេះភ្លើងឆេះប្រៃហើយលើភ្នំហើយអាណិតកងោកអាណិតឆ្លុះមែនតើនេះហើយអាណិតពងកងោកដែលគ្នាពងហើយមិនដឹងទៅរត់ទៅណាបើមេអាចហើបបានបងប្អូនហើយខ្ញុំឡើងមកផ្លុតទាំងយប់ហើយគ្នាតិចដល់ពេលផ្លុតស្នេះទេបងប្អូនអើយបងប្អូនយ៉ាងពេលល្ងាចហ្នឹងគឺគាត់អបានរាយការណ៍ប្រាប់មុនតែពិតលើគាត់លើប្រាប់ថាឆេះតាមម៉ោង3ប៉ុន្តែអត់មានអគេរាយការណ៍ប្រាប់ដល់ពេលបើសិនណារាយការណ៍ប្រាប់យើងអាចផ្លុតតាន់ទេបងប្អូនណាតែដល់ពេលយប់ហើយផ្លុតអត់ស្នេះទេបងប្អូនអត់ផ្លុតស្នេះទេសឹកឈើក៏ក្រាស់ហើយពិបាកឡើងភ្នំចោតហើយអាណិតសត្វមែនតើនឹងធ្វើមកជិះនេះកម្លាំងយើងវាអត់ដល់ភ្លើងវាឆេះខ្លាំងដែរមើលឆេះធំពេលយើងផ្លុតចឹងវាមិនតន់អីដល់ពេលចាប់ផ្ដើមខ្យល់មកវាឆេះវាអត់ដាល់សឹកឈើវារឿងក្រាស់ដែរសឹកឈើក្រាស់បងហើយពិបាកផ្លុតមែនតើនឹងធ្វើមកចិនសត្វយើងខំប្រឹងដែរតែយើងជួយខ្លួនឯងវាអត់ចង់រួចដែរឡើងក្នុងរហត់ហើយផ្លុតទៅវាអត់ទៅទឹកផឹកទៀតធ្វើឲ្យបងប្អូនអើយតាមយថាកម្មនេះ